បាក់តក្បាលវីដេអូមកបងប្អូនដឹងថាខ្ញុំធ្វើម្ហូបអីអត់តោះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានសាច់គោក្នុងទូទឹកកកបងប្អូនដោយសារថ្ងៃនេះរកនឹកម្ហូបអត់ឃើញដែរហ្នឹងបងប្អូនអញ្ចឹងហើយក៏រៀបចំខ្លួនទៅផ្សារព្រឹកមិញហ្នឹងគឺទិញមកសិតច្បើងបងប្អូនហើយលឹកបាសស្អំអីហ្នឹងគឺយើងបេះតាមផ្ទះទៅបងប្អូនបន្លែធម្មជាតិខែនេះអត់ខ្វះទេខ្វះតែអ្នកហូបសលេងរៀងកងល់តិចឯងបងប្អូនអើយដោយសារថាមួយរយៈនេះគឺឬដងច្រមុះខ្ញុំចាប់ដើមធ្វើទុកវិញហើយដល់ពេលអញ្ចឹងហើយសលេងខ្ញុំគឺយ៉ាប់ហ្មងហើយផ្សិតច្បើងគឺខ្ញុំទិញ2ខាំអស់3000អញ្ចឹងណាបងប្អូនហើយស្អំលឹកបាសគឺយើងអត់ទិញទេហើយស្ងោរស្អំនឹងលឹកបាសលាយផ្សិតច្បើងអញ្ចឹងគឺថាឆ្ងាញ់ណាស់បងប្អូនគឺជាតិហ្មងបងប្អូនហើយគឺឆ្ងាញ់មែនតើរកអីនិយាយអត់បានទេហើយមួយរយៈមុននោះគឺដោយសារតែដើរស៊ីការដើរបុណ្យដើរអីពេកគឺរៀងធំបងប្អូនធំមហូបរបៀបថាមហូបគេការគេអីចឹងណាបងប្អូនហើយដល់បន្ទាប់ពីការបុណ្យមកគឺចូលឆ្នាំបងប្អូនហើយមហូបពូពីមកពីនេះពីនោះចឹងក៏ធំទៀតដល់ពេលអញ្ចឹងអត់ដឹងធ្វើអីបងប្អូនមានសាច់គោដែរក៏ស្ងោរស្អំនឹងទៅបងប្អូនស្ងោរស្អំខ្ញុំអត់មានអីពិបាកទេដំតែខ្ទឹមហើយនឹងញីស្លឹកគ្រៃដាក់ទេបងប្អូនហើយឆ្ងាញ់ណាស់បន្ទាប់ពីយើងដាក់ដាំទឹកវាចោលចឹងទៅគឺយើងយកបន្លែមកលាងណាបងប្អូនបន្លែធម្មជាតិគឺថាដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ឯងបងប្អូនតែអាសាថ្ងៃនេះគឺខ្ញុំមានម្ហូបពីរមុខដែរបងប្អូនអាសាទៅទិញផាក់លើពីផ្សារហ្នឹង2ខាំមកបងប្អូនទិញគេធ្វើឆ្អិនស្រាប់ទៅពេលហើយគឺខ្ញុំមកស្ងោរស្អំនឹងតិចដោយសារតាពេលបើយើងនៅសល់យើងអាចទុកហូបពេលល្ងាចអាសាពេលល្ងាចខ្ញុំរវល់ទៅដកឆ្លោកចឹងគឺអត់បានធ្វើម្ហូបទេដាំបាយអីហើយទៅឲ្យបើមានម្ហូបបងប្អូនបន្ទាប់ពីទឹកពុះហើយគឺយើងចាប់ផ្ដើមបង់សាច់គោយើងនឹងហើយបងប្អូនយើងដាក់សាច់គោទៅហើយបន្ទាប់មកគឺយើងថែមម្សៅស៊ុបមកកញ្ចប់ទៅបងប្អូនគឺស្ងោរស្អំមកចាំដាក់អីច្រើនទេតែម្សៅស៊ុបហ្នឹងទៅហើយដាក់ប៊ីចេងបន្តិចស្ករបន្តិចហើយបាត់បងប្អូនខ្ញុំមកដាក់ប្រហុកទេបងប្អូនដោយសារតារបស់ខ្ញុំអត់ស្រួលហើយគឺសឡមួយចានទៀតគឺដកដួសយកទៅឲ្យអ៊ំដោយសារអ៊ំក៏អត់ហូបសឡបងប្រហុកទេបងប្អូនបន្ទាប់មកគឺមួយផ្លែទេបងប្អូនដោយសារយើងដាំក្រាស់អញ្ចឹងដល់ពេលហើយពុះហើយគឺយើងអត់មានប្រវាយទេបងប្អូនយើងមើលតាមយើងយកសាច់គោមកភ្លក់បន្តិចណាបងប្អូនវាផុយនៅតែសាច់គោនេះសាច់គោក្មេងអញ្ចឹងវាងាយនឹងផុយទេបងប្អូនវាផុយហើយក៏ខ្ញុំរៀងស្ទើអញ្ចឹងគឺខ្ញុំថែមរៀងស្ករបន្តិចបងប្អូនបន្ទាប់មកគឺខ្ញុំថែមប៊ីចេងបន្តិចទៀតអញ្ចឹងណាហើយយើងបង់បន្លែបងប្អូនយើងដាក់បន្លែយើងចូលទាំងអស់ទៅឧស្សាហ៍ដាក់បន្លែយើងគឺសិតតែបន្លែលះផុយអញ្ចឹងផ្សិតខ្ញុំចាំដាក់ជាមួយនឹងស្អំហើយនឹងលឹកបាសយើងដែរបងប្អូនបន្ទាប់មកគឺយើងកូរវាជាមួយនឹងសឡឲ្យវាទ្រុំបន្លែបន្តិចទៅបងប្អូនយើងចាក់ខ្លាញ់ដើម្បីឲ្យវាទន់បន្លែកាន់តែឆ្ងាញ់ទៀតណាបងប្អូនឧស្សាហ៍តែភាគច្រើនគេស្ងោរគេដាក់សាច់ជ្រូកតែថ្ងៃនេះខ្ញុំដាក់សាច់គោអញ្ចឹងវីដេអូមានតែប៉ុណ្្នឹង